ចាប់ហើយបងប្អូនម្ដងនេះរោងចក្ររបស់សហរដ្ឋអាមេរិកដែលនៅក្នុងស្រុកខ្មែរនោះគេមិនព្រមវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញទេទោះបីលោក Donald Trump គាត់ប្រកាសហើយគាត់ចេញច្បាប់យ៉ាងណាក៏ដោយក៏ប៉ុន្តែរោងចក្រទាំងអស់នៅក្នុងស្រុកខ្មែរនោះគេបានគេបានរាយការណ៍ទៅឲ្យ CNBC ក្រសួងព័ត៌មានរបស់សហរដ្ឋអាមេរិកនឹងថាគេមិនវិលត្រឡប់មកសហរដ្ឋអាមេរិកជាដាច់ខាតទោះបីតម្លៃណាក៏ដោយគេនឹងប្រឆាំងជាដាច់ខាតជាមួយនឹងពន្ធណាជាមួយការបង់ពន្ធរបស់សហរដ្ឋអាមេរិកអុយតលបានអានេះខ្ញុំមិនដឹងថាបានឬមិនបានទេក៏ប៉ុន្តែគេនឹងប្រឆាំងអញ្ចឹងខ្ញុំសូមជម្រាបជូនបងប្អូនថាតើក្រុមហ៊ុនណាខ្លះដែលគេមិនវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញនោះទី1គឺ Under Armour ទី2គឺ Lululemon ទី3គឺ Black and Decker ទី4គឺ Hugo Boss ទី5គឺ Eddie Bauer ទី6គឺ Dollar General ទី7គឺ Bass Pro Shop 7រោងចក្រនេះមិនវិលត្រឡប់មកសហរដ្ឋអាមេរិកជាដាច់ខាតគេនឹងប្រឆាំងជាមួយនឹងការបង់ពន្ធ 49% របស់លោក Donald Trump សូមអរគុណ